ទម្លាក់2ដងថែម0.1មែនអត់ការមុនណាចាហើយបន្តមកទៀតទម្លាក់ម្ដងទៀតអញ្ចឹងធ្វើយ៉ាងម៉េចទៅបើទម្លាក់ម្ដងទៀតចឹងថែម0.1ទៀតមែនអញ្ចឹងនៅក្នុងបែបនេះគឺមានលក្ខណៈថាយើងស្មុគស្មាញបន្តិចជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើប្រមាណវិធីចែកដែលមានជំរាបសេះឥឡូវសូមតាមដានទាំងអស់គ្នាចារបៀបធ្វើប្រមាណវិធីចែកចាអញ្ចឹងប្រមាណវិធីចែកខ្ញុំលើកនៅថ្ងៃនេះគឺជាប្រមាណវិធីចែកដែលមានជំរាបសេះក្នុងហ្នឹងតែឥឡូវមកទស្សនាទាំងអស់គ្នាបងប្អូនអ្នកទាំងអស់គ្នាទៅមើលទៅលើតំណាងចែកហើយនឹងតួចែកចាគឺ416ចែកនឹង20អញ្ចឹងតើតួចែកមានប្រមាណតួមាន2តួដូច្នេះត្រូវកាត់2តួដែរអញ្ចឹង41ចែកនឹង20បានទេបើធំជាងតួចែកគឺចែកបានអញ្ចឹងតើ20ប្រមាណដងបាន41ចាគឺ20ចំនួន2ដងណា22ដងគឺ40ចាអញ្ចឹងដាក់2ដងណា22ដង40ណាចាអញ្ចឹងដកបាន1ដក0នៅសល់1 4 14 0ចាបន្តមកនៅសល់លេខ6មួយទៀតអញ្ចឹងចាប់ដើមទម្លាក់លេខ6មកចិត្តលេខ1មកខ្លាចជា16ទម្លាក់មួយតួសួរមួយតួបើសិនជាទម្លាក់មួយតួនេះហើយចែកបានទេកូនក្មេងណាបរិញ្ញាកូនក្មេងគឺត្រូវប្រាប់គាត់ថាដាក់ចំណែករបស់វាត្រូវដាក់0ដងចាចេញដាក់0ដងមក20 0ដងគឺ0តែម្ដងអញ្ចឹង16ដក0នៅសល់16ដដែលណាចាហើយបន្តមកទៀតចាបើចង់យកលេខហ្នឹងទៅចែកនឹង20ទៀតថែម0នៅខ្លួនឯងណាតែបើសិនជាមិនយកទៅចែកទេគឺសំណល់វានៅសល់16នឹងឯងអញ្ចឹងបើសិនយកទៅចែកទៀតគឺអ្នកនរគ្នាថែម0មួយមកចាបន្តមកគឺកាត់កាបៀនៅកន្លែងចម្លើយថែម0និងកាត់កាបៀគឺស៊ីសងគ្នាតែម្ដងណាកាលណាថែម0គឺកាត់កាបៀអញ្ចឹងយក160នេះទៅចែកនឹង20ចាអញ្ចឹង20ប្រហែលដងបាន160អញ្ចឹងបើសិនជាតួចែកមាន2តួតំណាងចែកលេខ3តួបែបនេះលេខ2ខាងមុខត្រូវលេខ16ចា2ប្រហែល16 2 8ដងណាគេដាក់8ដងមក2 0ដងហើយគុណវាថយមកវិញ8 0ដង0 8 2ដង16ចានេះជាចម្លើយណាតោះទៅគឺ00ចម្លើយគឺ20.8ចាសម្រាប់លេខនេះវិញ2105ចែកនឹង15អញ្ចឹងមើលទៅលើតួចែកមានប្រមាណតួមាន2តួដូច្នេះត្រូវកាត់2តួដែរអញ្ចឹងកាត់2តួស្រួលថា31ចែក15បានអត់បានដោយសារធំជាងតួចែកអញ្ចឹងបើសិនជាតំណាងចែកកាត់ទៅបាន2តួហើយតួចែកមាន2តួអញ្ចឹងតួខាងមុខនេះលេខ1នេះអញ្ចឹងមើលមកជាមួយតួលេខ3អញ្ចឹងមួយប្រមាណដងបាន3អញ្ចឹងដាក់មួយ3ដងណាចាហើយបន្តមកគុំពីខាងក្រោយមកវិញមក3 5ដង15 15ស្មើទឹក1ជាតាមទឹក1ណា3ដង3 3បូក1 4ចាលេខនេះគឺឡើងណាអញ្ចឹងទៅថយចាប់តាម20លេខ2វិញចាចឹងចាប់តាមបន្ថយហើយយើងចាប់ដើមគុណតែម្ដង2 5ដង10សេរី0ប្រើទឹក1 2ដង2 2បូក1 3ចាអញ្ចឹងនេះដកបានណា1ដក0នៅសល់1 3ដក3 0ចាបន្តមកទម្លាក់លេខ0ចាទម្លាក់មួយតួសួរម្ដងចាអញ្ចឹង10យកទៅចែក15បានទេអត់បានទេអញ្ចឹងចម្លើយរបស់វាត្រូវដាក់0ដងចាចម្លើយរបស់វាត្រូវដាក់0ដងណាអញ្ចឹង0ដងនេះគុណនឹង15គឺចេញចម្លើយ00ហ្នឹងអញ្ចឹង10ដក0នៅសល់10ដដែលអញ្ចឹងណាបន្តមកបានទម្លាក់លេខ5មួយទៀតចាទម្លាក់លេខ5មួយទៀតចាប់ដើមសួរទៀតតាម105ហ្នឹងអាចចែក15បានអត់បានចាអញ្ចឹងនេះខ្ញុំសូមត្រឡប់ថយក្រោយបន្តិចកន្លែងនេះសម្រាប់ការលើកមុនណាក៏ខ្ញុំធ្លាប់បានរៀនដែររបៀបចែកចាឲ្យបងប្អូនខ្លះក៏គាត់ធ្លាប់បានរៀនដែរការលើកមុនហ្នឹងគឺធ្វើបែបនេះណាទម្លាក់0ម្ដងចាបានទេអញ្ចឹងទម្លាក់លេខ5ម្ដងទៀតនេះថាទម្លាក់2ដងទម្លាក់2ដងបែបនេះគឺថែម0មួយហ្នឹងការជំនាញនេះខ្ញុំរៀនក៏ខ្ញុំប៉ះដែរណាក៏ប៉ះអញ្ចឹងដែរប៉ុន្តែឥឡូវនេះគឺចាប់ដើមសួរម្ដងមួយតួទេដើម្បីឲ្យក្មេងនឹងឆាប់បានហើយងាយយល់អញ្ចឹងសួរតម្លាក់មួយតួគឺសួរថាចែកបានអត់អញ្ចឹងណាចានេះសម្រាប់ក្មេងចឹងយើងទម្លាក់មួយតួមកបានហើយទម្លាក់តែលេខ0មកចាប់ដើមសួរតែម្ដងតើ10ហ្នឹងចែក15បានអត់បើអត់បានទេគឺចម្លើយគឺ0ដងចាអញ្ចឹង15 0ដងគឺ0ចាអញ្ចឹង10ដក00ស្មើនឹង10ដដែលគឺប្រាប់គាត់អញ្ចឹងណាសម្រាប់មួយតួចាហើយបន្តមកចាំតម្លាក់មួយតួទៀតតម្លាក់លេខ5ថាតើលេខដែលតម្លាក់ហើយនឹងចែក15បានអត់បានអញ្ចឹងតែ15ប្រហែលដងចាយើងមើលបែបនេះណាមួយត្រូវលេខ10អញ្ចឹងនៅក្នុងការចែកលេខមានត្រឹមតែ9ដងហើយបើមួយ10ដងគឺអត់មានទេគឺដាក់9ដងណាចា9ដងមកតាមនេះគឺឡើងហើយចាដោយសារតែ9ដល់45ណាតាម4នេះ3លើចាអញ្ចឹងដាក់8ដងចា8ខាងដង40ថា4 8ដង8 4 12ក៏លើដែរចាំដាក់7ដង7 5ដង35ថាទឹក3នេះផែបានណាចាំដាក់7ដងណា7 5ដង35សេរី5ប្រាតុក3 7ដង7 7បូក3 10ចាអញ្ចឹងដកណា5 15 0 0ជាចម្លើយរបស់វាឃើញ207តោះឥឡូវមកមើលលេខនេះវិញម្ដងណាចា15015ចែកនឹង15តំណាងចែកមានច្រើនខ្ទង់ប៉ុន្តែតួចែកមាន12តួអញ្ចឹងត្រូវកាត់2តួដែរណាខាងតំណាងចែកណាអញ្ចឹងយក15ទៅចែកនឹង15បានអត់បានដោយសារលេខនេះស្មើគ្នាអញ្ចឹងយកដាក់ម្ដងណាចា15ម្ដង15អញ្ចឹង15ដង15 0ណាហើយបន្តមកអ្នកទាំងអស់នេះខ្លាចជាទម្លាក់0ហើយអត់ចាក់បានទេទម្លាក់មួយទៀតអញ្ចឹងទម្លាក់2ដងថែម0មួយមែនអត់ទម្លាក់2ដងណាទម្លាក់2ដងថែម0មួយមែនអត់ការលើកមុនណាចាហើយបន្តមកទៀតទម្លាក់ម្ដងទៀតអញ្ចឹងធ្វើយ៉ាងម៉េចទៅបើទម្លាក់ម្ដងទៀតចឹងថែម0មួយទៀតមែន
ចឹងនៅក្នុងបែបនេះគឺមានលក្ខណៈថាយើងស្មុគស្មាញបន្តិចអញ្ចឹងតើតែតម្លាក់មួយតួសួរមួយតួវិញក្មេងៗគេឆាប់ងាយយល់តែម្ដងចាឥឡូវសូមមើលម្ដងទៀតសម្រាប់ក្មេងៗ15 0ណាតមកតម្លាក់លេខ0សិនតម្លាក់មួយតួចាប់ដើមសួរថាចែកបានទេបើសិនជាចែកអត់បានទេថែម0នៅកន្លែងចម្លើយមួយជាការស្រេចហើយយើងគុណមកហ្មងណា0 15ដងគឺ0ហើយចាឲ្យដកមកគឺ0បន្តមកតម្លាក់លេខ1ទៀតតម្លាក់1សួរ1ណាតម្លាក់1សួរថាលេខ1នឹងចែកនឹង15បានអត់បានទេអញ្ចឹងកាលណាចែកបានបងធ្វើយ៉ាងម៉េចគឺចម្លើយត្រូវតែឃើញ0អញ្ចឹងណាហើយចាប់ដើមគុណមក0 15ដងគឺ0ដដែលណាសល់1ដដែលបន្តមកទៀតចាប់ដើមតម្លាក់មួយតួទៀតគឺលេខ5តម្លាក់មួយតួសួរទៀតណាអញ្ចឹង15នេះតម្លាក់ឲ្យសួរហ្មងណាតើ15នេះចែកនឹង15បានអត់បានអញ្ចឹងបើបានមិនចាំបាច់ដាក់តម្លៃ0ទេគឺដាក់15ប្រហែលដងតែម្ដងណាគឺដាក់15ម្ដងមក15ដក15 0ចានេះគឺជាប្រមាណវិធីចែកដែលមានចំណុចពិសេសសូមអរគុណសម្រាប់ការតាមដានទស្សនា